សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Learn English with ក្តាប់ថ្ងៃនេះយើងនឹងចាប់ផ្ដើមមេរៀន grammar មួយដែលមានប្រយោជន៍ខ្លាំងសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងត្រៀមប្រឡងចូល NIE ក្នុងវីដេអូនេះយើងនឹងរៀននឹងវិភាគ English grammar ដែលធ្លាប់ចេញក្នុងវិញ្ញាសាប្រឡង NIE ចាប់ពីឆ្នាំ2006ដល់2013ហើយអ្វីយើងត្រូវរៀនសំណួរចាស់ព្រោះសំណួរប្រឡងចាស់អាចជួយឲ្យយើងយល់ពីរបៀបសួរប្រធានបទដែលចេញញឹកញាប់និងចំណុច grammar ដែលគណៈកម្មការចូលចិត្តដាក់ក្នុងការប្រឡងក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់មួយសំណួរមួយជំហានមិនត្រឹមតែប្រាប់ចម្លើយត្រឹមត្រូវប៉ុណ្ណោះទេប៉ុន្តែខ្ញុំនឹងបកស្រាយថាហេតុអ្វីជំរើសនោះត្រឹមត្រូវនិងហេតុអ្វីជំរើសផ្សេងទៀតខុសដូច្នេះអ្នកទាំងអស់គ្នានឹងមិនត្រឹមតែចាំចម្លើយទេប៉ុន្តែអាចយល់ grammar ពិតប្រាកដនិងអាចយកទៅអនុវត្តនៅក្នុងសំណួរថ្មីៗបានផងដែរមុនពេលខ្ញុំចាប់ផ្ដើមបញ្យល់សូមអ្នកទាំងអស់គ្នាព្យាយាមអានសំណួរឲ្យបានច្បាស់ហើយគិតចម្លើយដោយខ្លួនឯងសិនហើយចាំបាច់អាចចុច pause វីដេអូឬក៏ផ្អាកវីដេអូដើម្បីមានពេលគិតបន្ទាប់មកទើបតាមដានការបញ្យល់របស់ខ្ញុំហើយប្រៀបធៀបជាមួយចម្លើយដែលអ្នកទាំងអស់គ្នាបានជ្រើសចងចាំថាការរៀន grammar មិនមែនជាការទន្ទេញច្បាប់ច្រើននោះទេអ្វីដែលសំខាន់គឺការយល់ពីការប្រើប្រាស់និងហាត់ធ្វើលំហាត់ជាប្រចាំបើអ្នកទាំងអស់គ្នាអនុវត្តរាល់ថ្ងៃទោះត្រឹមតែ20ឬ30នាទីក៏ដោយជំនាញ grammar នឹងរីកចម្រើនបន្តិចម្ដងហើយទំនុកចិត្តក្នុងការប្រឡងក៏នឹងកើនឡើងដែរខ្ញុំសង្ឃឹមថាវីដេអូនេះនឹងក្លាយជាដៃគូដ៏ល្អមួយសម្រាប់ការត្រៀមប្រឡង NIE របស់អ្នកទាំងអស់គ្នាបើវីដេអូមួយនេះមានប្រយោជន៍សូមកុំភ្លេចចុច like subscribe និង share ដើម្បីគាំទ្រ Learn English with ក្តាប់និងទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់អរគុណច្រើន Goodbye